សូមជូនរឿងសម្បត្តិដែលមិនបានផ្ញើពន្លឺថ្ងៃនាពេលរសៀលចាំងចូលតាមបង្អួចបណ្ណាល័យសាលាបង្កើតជាឆ្នោតលើធ្នើរសៀវភៅតារាសិស្សថ្នាក់ទី12ដែលមានចរិតស្ងប់ស្ងាត់កំពុងតែផ្ដោតអារម្មណ៍លើមេរៀនរូបវិទ្យារបស់គេប៉ុន្តែភ្នែករបស់គេរីទៅរកកៅអីលេខ12ជាញឹកញាប់នៅទីនោះមានក្មេងស្រីម្នាក់ឈ្មោះមករាដែលជាអ្នកកាន់តំណែងសិស្សពូកែអក្សរសាស្ត្រខ្មែរកំពុងតែអង្គុយអានសៀវភៅយ៉ាងជក់ចិត្តនាងមិនដឹងទេថាមានក្រសែភ្នែកមួយគូកំពុងលួចសម្លឹងមើលនាងពីចម្ងាយជារៀងរាល់ថ្ងៃបើបេះដូងជាសម័យកាលតើខ្ញុំត្រូវរកតម្លៃអិចយ៉ាងដូចម្ដេចដើម្បីឲ្យស្មើនឹងបេះដូងរបស់នាងតារាលួចគិតក្នុងចិត្តម្នាក់ឯងជិតដល់ថ្ងៃប្រឡងបាក់ឌុបតារាសម្រេចចិត្តសរសេរសម្បត្តិមួយច្បាប់គេមិនបានសរសេរពាក្យស្រឡាញ់ចំនោះទេប៉ុន្តែគេបានសរសេរនៅរាល់ការលើកទឹកចិត្តនិងចំណាប់អារម្មណ៍ដែលគេមានចំពោះនាងថ្ងៃមួយពេលដែលមករាងើបចេញទៅរកសៀវភៅតារាក៏ឆ្លៀតឱកាសយកសម្បត្តិនោះទៅញាត់ចូលក្នុងសៀវភៅកលាបៃលិនដែលនាងកំពុងអានពាក់កណ្ដាលបេះដូងរបស់គេលោតញាប់ដូចស្គរវែងអញ្ចឹងរួចក៏ប្រញាប់ដើរចេញពីបណ្ណាល័យទាំងអារម្មណ៍ភ័យអរសម្បត្តិមួយច្បាប់ជាការសន្សំទុកនៅរាល់អារម្មណ៍ដែលមិនហ៊ានវិចារតារាដកដង្ហើមធំហើយនិយាយថាសង្ឃឹមថាអ្នកនឹងបានអានវាចុះមករាមួយសប្តាហ៍កន្លងផុតទៅមករាមិនមានប្រតិកម្មអ្វីទាំងអស់តារាចាប់ផ្ដើមអស់សង្ឃឹមគេគិតថាប្រហែលជានាងមិនចាប់អារម្មណ៍ឬប្រហែលជានាងមិនបានឃើញសម្បត្តិនោះទេនៅថ្ងៃចុងក្រោយនៃជីវិតវិទ្យាល័យមករាបានដើរមកក្បែរតារារួចហុចសៀវភៅមួយក្បាលឲ្យគេវាគឺជាសៀវភៅកំណត់ហេតុផ្ទាល់ខ្លួនរបស់នាងតារាអរគុណសម្រាប់សម្បត្តិខ្ញុំបានឃើញវាហើយអូបាទគឺខ្ញុំសំទោសបើវាធ្វើឲ្យរំខានអ្នកអត់ទេតាមពិតទៅខ្ញុំចាំអ្នកនៅកៅអីលេខ12នោះជារៀងរាល់ថ្ងៃដើម្បីរងចាំមើលថាតើពេលណាទើបអ្នកហ៊ានដើរមកនិយាយជាមួយខ្ញុំចុះអ្នកដឹងតាំងពីពេលណាដឹងតាំងពីថ្ងៃដំបូងដែលអ្នកលួចមើលខ្ញុំមកម្លេះតារាស្រឡាំងកាំងគេទើបតែដឹងថារយៈពេលកន្លងមកមិនមែនមានតែគេម្នាក់ទេដែលលួចមើលនាងប៉ុន្តែនាងក៏លួចមើលគេវិញដូចគ្នានៅក្នុងសៀវភៅដែលមករាហុចឲ្យមានចំណាមួយនៅទំព័រចុងក្រោយថាមិនថាការប្រឡងបាក់ឌុបលទ្ធផលយ៉ាងណាទេសង្ឃឹមថាផ្លូវទៅកាន់សាកលវិទ្យាល័យរបស់យើងនឹងមានឈ្មោះដើរទន្ទឹមគ្នាមេឃនេះខែវិច្ឆិកាត្រជាក់ស្រួលបេះដូងយុវវ័យទាំងពីរដួងហាក់ដូចជាមានកម្ដៅកក់ក្ដៅយ៉ាងចម្លែកពួកគេដើរចេញពីខ្លោងទ្វារសាលាជាមួយគ្នាបន្សល់ទុកនៅអនុស្សាវរីយ៍វ័យសិក្សាដ៏ផ្អែមល្ហែមបំផុតការប្រឡងប្រហែលជាមានពិន្ទុសម្រាប់កំណត់ជាប់ឬធ្លាក់ប៉ុន្តែចំពោះរឿងបេះដូងពិន្ទុដែលល្អបំផុតគឺការមានអ្នកដើរនៅក្បែរក្នុងថ្ងៃនេះតោះទៅគោលដៅបន្ទាប់របស់យើងគឺសាកលវិទ្យាល័យចាទៅជាមួយគ្នាណាយុវវ័យគឺជាចម្ពោះមួយនៃជីវិតដែលមិនអាចត្រឡប់ក្រោយប៉ុន្តែអនុស្សាវរីយ៍ដែលយើងបង្កើតជាមួយមនុស្សដែលយើងស្រឡាញ់នឹងស្ថិតនៅជាអមតៈដូចជាអក្សរដែលចារលើសម្បត្តិនោះអញ្ចឹងជួនកាលសេចក្តីក្លាហានត្រឹមតែមួយជំហានអាចផ្លាស់ប្ដូររឿងរ៉ាវពេញមួយជីវិត